មនុស្សដែលឯកាបំផុតគឺជាមនុស្សដែលមានទឹកចិត្តល្អបំផុតមនុស្សដែលលំបាកចិត្តបំផុតគឺជាមនុស្សដែលមានស្នាមញញឹមស្រស់ស្រាយបំផុតមនុស្សដែលជួបរឿងរ៉ាវឈឺចាប់នៅក្នុងជីវិតខ្លាំងបំផុតគឺជាមនុស្សដែលមានទឹកចិត្តល្អបំផុតហើយសំណួរសួរថាហេតុអីគឺដោយសារតែគាត់មិនចង់ឲ្យមនុស្សជុំវិញខ្លួនរបស់គាត់ជួបរឿងរ៉ាវដូចគាត់នោះទេគាត់ចង់ឲ្យមនុស្សជុំវិញខ្លួនរបស់គាត់ជួបតែរឿងល្អគាត់ចង់ឲ្យមនុស្សជុំវិញខ្លួនរបស់គាត់សប្បាយចិត្តគ្រប់ពេលវេលាព្រោះគាត់ដឹងថាបទពិសោធន៍នៃការឈឺចាប់ភាពឯកាភាពខ្មៅងងឹតនៅក្នុងជីវិតវាលំបាកប៉ុណ្ណាអញ្ចឹងគាត់អត់ចង់ឲ្យអ្នកដទៃលំបាកដូចគាត់នោះទេដូច្នេះបើសិនជាបងប្អូនឃើញអ្នកដទៃគាត់ចិត្តល្អគាត់ញញឹមច្រើនគាត់ធ្វើរឿងល្អច្រើនគាត់មានបេះដូងល្អគាត់ធ្វើបុណ្យច្រើនគាត់ធ្វើទង្វើល្អច្រើនមិនមែនមានន័យថាជីវិតរបស់គាត់សុទ្ធតែជួបរឿងល្អទេអាចជីវិតរបស់គាត់ជួបរឿងឈឺចាប់បំផុតអាចជីវិតរបស់គាត់ជួបរឿងឯកាបំផុតអាចជីវិតរបស់គាត់ជួបរឿងរ៉ាវលំបាកដែលយើងមិនអាចនឹកស្មានដល់នោះទេ